បាទជំរាបសួរនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីការប្រើប្រាស់នៅ tool ដែលមានឈ្មោះថា Giordano TJ Member គឺជា tool ដែលសម្រាប់ធ្វើការ add សមាជិកចូល Telegram group channel និងការ download វីដេអូចេញពីក្នុង group channel ឬ Telegram មិនថាជា public group private ឬក៏ restrict group គឺយើងអាច download បានទាំងអស់អញ្ចឹងដើម្បីកុំឲ្យខាតពេលយូរខ្ញុំចូលទៅបង្ហាញទាំងអស់គ្នាជាដំបូងអ្នកនរគ្នាត្រូវធ្វើការតម្លើងកម្មវិធីនឹងសិនអញ្ចឹងឥឡូវនេះខ្ញុំនឹងបង្ហាញពីការតម្លើងអូខេអញ្ចឹងឥឡូវនេះយើងតម្លើងទាំងអស់គ្នាខ្ញុំធ្វើការ copy ដាក់នៅលើ desktop មួយអូខេអញ្ចឹងដើម្បីឲ្យអាចតម្លើងបានអ្នកទាំងអស់គ្នាត្រូវធ្វើការចុច double click ពីលើបន្តទៀតអ្នកទាំងអស់គ្នា click យកចុច take យក create desktop icon shortcut ហើយអ្នកទាំង click next គឺអ្នកទាំង click next ហើយអ្នកទាំង install ចំណែកខ្ញុំបានតម្លើងរួចហើយអញ្ចឹងខ្ញុំអត់តម្លើងម្ដងទៀតទេខ្ញុំធ្វើការចាក់ចេញអូខេឥឡូវនេះកម្មវិធីខ្ញុំតម្លើងរួចហើយអញ្ចឹងយើងចាប់ដើមបើកដំណើរការកម្មវិធីអ្នកទាំងអស់គ្នាអូខេឥឡូវហ្នឹងកម្មវិធីបានដំណើរការហើយអញ្ចឹងខ្ញុំសូមរៀបរាប់ពី toolbar ខាងលើនេះសិនផ្នែកខាងឆ្វេងដៃនេះគឺមានឈ្មោះ tool គឺ Giordano TJ Member ជាភាសាខ្មែរនេះគឺប្រព័ន្ធគ្រប់គ្រងសមាជិក group channel និងទាញយកវីដេអូហើយមកដល់ខាងស្នាមដៃនេះគឺប៊ូតុងនេះគឺ label នេះគឺ label តំណាងឲ្យនៅពេលដែលយើងបាន login account Telegram យើងចូលវានឹង loadបានថាបានភ្ជាប់ឬក៏យើងអាចដូរទៅជាភាសាអង់គ្លេសវិញវាដាក់ថា connected ហើយសម្រាប់នេះគឺជាមុខងារដូរធីមទៅលើប៊ូតុងអញ្ចឹងបើសិនជាយើងធ្វើការដូរពណ៌ប៊ូតុងហើយនឹង icon យើងអាចធ្វើការរើសយកពណ៌ធីមនីមួយៗបានអញ្ចឹងណាហើយចំណែកicon នេះគឺសម្រាប់យើងធ្វើការបដូរភាសាអញ្ចឹង tool នេះគឺ support ពីរភាសាទីមួយគឺភាសាអង់គ្លេសហើយនិងភាសាខ្មែរអញ្ចឹងអ្នកទាំងអស់គ្នាអាចប្រើភាសាមួយណាក៏បានដែរហើយចូលដល់សញ្ញាខ្ចៅនេះវិញគឺនៅក្នុងខ្ចៅនេះគឺមានការបង្ហាញព័ត៌មានទី1ទាក់ទងជាមួយនឹង delay setting អញ្ចឹងការ delay setting ហ្នឹងគឺខ្ញុំអត់ recommend អ្នកគ្នាធ្វើការកែទេគឺប៉ុន្តែកន្លែង default delay នេះគឺវាតំណាងឲ្យនៅការយើង set នាទីវិនាទីក្នុងការផ្ញើទៅ file នីមួយៗរូបភាពនីមួយៗចូលទៅក្នុងTelegram សមាជិកឬក៏យើងផ្ញើជា private ឬក៏ជា chat ឬក៏ជា auto send ណាហើយចូលមកដល់ shortcut នេះគឺជា key សម្រាប់យើងប្រើប្រាស់ shortcut ហើយចូលដល់ Justify នេះគឺបានន័យថាយើងធ្វើការ total យើង grab ហ្នឹងយើង script ហ្នឹងយើងទាញយកបានប៉ុណ្ណាហើយចំនួនប្រមាណហើយយើងធ្វើការជោគជ័យហ្នឹងបានប្រមាណហើយយើង fail ប្រមាណចូលមកដល់ start up គឺមានពីរ option ទី1យើង run នៅលើ Windows Startup ទី2គឺយើង auto connect using previous season អញ្ចឹងមានន័យថានៅពេលដែលយើងដំណើរការគឺវា auto connect មកបើសិនជាយើង click យកអាហ្នឹងណាហើយចំណុចមួយទៀតនេះគឺ system setup សម្រាប់ system setup ហ្នឹងបើសិនជាករណីអ្នកនរគ្នាជា user ថ្មីដែលអត់ទាន់បានធ្វើការដំឡើងកម្មវិធីជំនួយក្នុងការប្រើប្រាស់កម្មវិធីនេះបានវានឹងបង្ហាញប៊ូតុងនៅកន្លែងនេះឲ្យអ្នកទាំងអស់ download នៅពេលដែលអ្នក download install ជោគជ័យហើយវានឹង load ទៅជាពណ៌គ្រីសពណ៌ខៀវនេះពណ៌ green នេះឲ្យអ្នកទាំងអស់គ្នាអូខេសម្រាប់ជាចុងក្រោយគឺកន្លែង tab about នេះគឺយើងបង្ហាញពីversion កម្មវិធីហើយមួយទៀតគឺប៊ូតុងនេះគឺប៊ូតុងសម្រាប់យើង check for update ក្នុងករណីបើសិនជាខ្ញុំមានការ update ទៅលើកម្មវិធីហ្នឹងគឺអ្នកនរគ្នានឹងឃើញមានពណ៌តែក្រួចមូលមួយនៅជ្រុងនៃខ្ចៅនេះគឺវាបង្ហាញថាមាន software available ណាអញ្ចឹងនៅពេលដែលយើង update version ចុងក្រោយហើយគឺលើកន្លែងនេះវាប្រាប់ថាកំពុងប្រើប្រាស់ដំណើរចុងក្រោយអញ្ចឹងណា
ចឹងខ្ញុំសូមការបិទកន្លែងហ្នឹងឥឡូវនេះយើងចូលមកដល់ function យើងមាន3ទី1គឺយើងធ្វើការ add សមាជិកចូលក្នុង group Telegram របស់យើងហើយនឹង channel របស់យើងទី2គឺតាក់ទងជាមួយនឹងការធ្វើ auto post ហ្នឹងគឺយើងអាចធ្វើការ send ជា message text message ជា file ឬក៏ជា picture បានហើយ option ទី3នេះ tab ទី3គឺតំណាងឲ្យយើងធ្វើការ download វីដេអូចេញពីមិនថា channel ឬក៏មិនថាជា group Telegram មិនថា private ឬក៏មិនថាជា public ឬក៏ជា restrict group ក៏យើងអាចធ្វើការទាញយកបានដែរអញ្ចឹងឥឡូវនេះខ្ញុំធ្វើការបង្ហាញពីការ member migration តាក់ទងជាមួយនឹងការទាញ member ចូលទៅក្នុងgroup Telegram ឬក៏ជា channel Telegram របស់យើងអញ្ចឹងណាឥឡូវនេះខ្ញុំសូមបង្ហាញយើងអាចធ្វើការ log in ចូលបានហើយកន្លែងនេះគឺយើង complete គឺយើងប្រើបូកហើយ855នឹងលេខទូរស័ព្ទរបស់យើងអញ្ចឹងនៅពេលដែលវីដេអូនេះចេញខ្ញុំនឹងធ្វើការដាក់ blur ដើម្បីខ្ញុំធ្វើការបាំងកុំឲ្យយើងមើលឃើញព្រោះសារនេះគឺជា privacy របស់ខ្ញុំអញ្ចឹងណាឥឡូវនេះវាបានពេលដែលខ្ញុំធ្វើការ log in ចូលហើយវាបានផ្ញើលេខកូដទៅក្នុងTelegram របស់ខ្ញុំអញ្ចឹងខ្ញុំសូមធ្វើការ log in អូខេអញ្ចឹងឥឡូវនេះដោយសារ account របស់យើងមាន 2FA អញ្ចឹងខ្ញុំសូមបញ្ចូល 2FA កន្លែងនេះយើងអាចប្រើភ្នែកដើម្បីយើងមើលពីការបញ្ចូលលេខកូដរបស់យើងទៅដែរឬទេអញ្ចឹងណាអញ្ចឹងឥឡូវនេះខ្ញុំបញ្ចូលអូខេអញ្ចឹងឥឡូវនេះការ log in របស់យើងបានទទួលបានជោគជ័យហើយអញ្ចឹងខ្ញុំសូមបង្ហាញពីការប្រើប្រាស់ក្នុងការ add សមាជិកចូលក្នុង group អញ្ចឹងកន្លែង source group នេះគឺយើងអាចទៅរកមើលប៉ុន្តែយើងមុននឹងយើងអាចយកបើសិនជាពេលដែលយើង log in ចុះហើយយើងអាចធ្វើការ refresh group list សិនបានអញ្ចឹងណាបន្ទាប់ពីយើង refresh group list បានហើយយើង fit group list បានហើយយើងអាចចូលទៅរើស group របស់យើងបានអញ្ចឹងយើងរងចាំតិចទៅអូខេអញ្ចឹងកន្លែងនេះវាដាក់ថា fit group list successful អញ្ចឹងឥឡូវនេះខ្ញុំរើស group ដែលខ្ញុំចង់ទាញបញ្ចូលអូខេឥឡូវនេះខ្ញុំធ្វើការរើស group ដើម្បីខ្ញុំទាញបញ្ចូលឥឡូវខ្ញុំសូមរើស group មួយសិនខ្ញុំធ្វើការរើស group សិនសូមរងចាំតិចណាឥឡូវខ្ញុំធ្វើការទាញពី group នេះហើយឥឡូវនេះខ្ញុំធ្វើការទាញពី group នេះអញ្ចឹងឥឡូវហ្នឹងខ្ញុំរៀបចំឲ្យយើងធ្វើការទាញសមាជិកយើងមួយថ្ងៃយើងតាម group បានណាដើម្បីកុំឲ្យ account របស់យើងខូចអញ្ចឹងឥឡូវនេះខ្ញុំ select 15 accountជាកន្លែងនេះអាចមើលបានឥឡូវយើងមានយើង select បាន9 account ហ្នឹងឥឡូវខ្ញុំ select ឲ្យគ្រប់15 account អូខេឥឡូវនេះវាគ្រប់15 account ហើយបន្តមកទៀតយើងទៅរើសយកនេះ target group channel ដែលយើងចង់ទាញសមាជិកនឹងចូលណាអញ្ចឹងឥឡូវនេះខ្ញុំទាញចូល group ខ្ញុំមួយចូល channel ខ្ញុំមួយសុំទោសឥឡូវខ្ញុំទាញចូល channel របស់ខ្ញុំសូមមកចាំតិចខ្ញុំរើសគ្រប់ខ្ញុំសិនរើស channel អូខេ
អញ្ចឹងខ្ញុំបញ្ចូល channel របស់ខ្ញុំហើយឥឡូវនេះកន្លែងនេះដូចខ្ញុំនិយាយខាងដើមដំបូងវា delay between ad ហ្នឹងគឺយើងកំណត់ត្រឹម15វិនាទីហ្នឹងធ្វើការទាញណាអញ្ចឹងឥឡូវយើងធ្វើការចាប់ដើម ad ទាំងអស់គ្នាអញ្ចឹងឥឡូវនេះវាសួរសំណួរយើងតើយើងចង់ធ្វើការ add 15 member ចូលទៅក្នុង group ហ្នឹងមែនអត់អញ្ចឹងយើងចុចពី start មកអញ្ចឹងឥឡូវនេះឥឡូវវាកំពុងដំណើរការហើយអញ្ចឹងនៅកន្លែងនេះវាដាក់ success 1បើសិនជាមាន fail គឺវាមានបង្ហាញនៅនេះហើយ current នេះគឺយើងបាន success ដំណើរការបានមួយហើយចំនួនដែលយើងត្រូវនឹងទាញចូលគឺមានចំនួន15 group អូខេអញ្ចឹងយើងរងចាំបន្តិចទៅបាទឥឡូវហ្នឹងគឺយើងទាញបាន5សមាជិកហើយអញ្ចឹងយើងដោយសារយើងកំណត់នៅលើdelay between នៃការទាញហ្នឹងគឺយើងយក15 second អញ្ចឹងរាល់15 second គឺយើងទាញមួយ15 second គឺយើងទាញមួយយើងអត់កំណត់ទៅ0ទេណាយើងទាញម្ដងទាំងអស់ទេដោយសារយើងការពារខ្លាចកណនី Telegram របស់យើងត្រូវបានបិទដោយក្រុមហ៊ុន Telegram ណាអញ្ចឹងឥឡូវនេះខ្ញុំសូមបង្ហាញមួយទៀតគឺតកតងជាមួយនឹងការប្រើប្រាស់នៃការ login account ហ្នឹងអញ្ចឹងវីដេអូមុនខ្ញុំបានបង្ហាញពីការបង្កើត API ID ហើយយើងនឹងទទួលបាន API Hub ដើម្បីធ្វើការប្រើប្រាស់នឹង tool នេះណាអញ្ចឹងបើសិនអ្នកនរចង់ដឹងពីការបង្កើតអាចចូលទៅមើលវីដេអូខ្ញុំនៅក្នុង channel Telegram channel video channel YouTube បានណាអូខេឥឡូវហ្នឹងគឺយើងទាញបាន7ហើយ fail មួយអញ្ចឹងមិនន័យថា account មួយហ្នឹងគឺយើងទាញចូលបានទេឥឡូវហ្នឹងគឺយើងដំណើរការនៃការទាញហ្នឹងបាន9 user ហើយអូខេឥឡូវនេះការទាញសមាជិកនៅក្នុង group គឺយើងទាញបានជោគជ័យហើយយើងទាញសមាជិកចូលចំនួន15នាក់ហ្នឹងគឺយើងទាញទៅគឺបានជោគជ័យ14ធ្វើហើយនឹង fail បរាជ័យមួយអញ្ចឹងឥឡូវហ្នឹងខ្ញុំសូមទៅបង្ហាញពី tool នៃការធ្វើ auto post ម្ដងអូខេអញ្ចឹងនៅក្នុងមុខងារ auto post នេះគឺអ្នកនរគ្នាអាចធ្វើការ fit រក chat list បានណាហើយមកចូលដល់កន្លែងនេះគឺយើងអាចរើសយក folder ដែលយើងបង្កើតនៃការដែលដើម្បីផ្ញើទៅតាម folder បានអញ្ចឹងខ្ញុំលើកឧទាហរណ៍ថា account Telegram របស់យើងណា account Telegram របស់យើងមិនចូលទៅក្នុង setting យើងមិនអាចធ្វើការបង្កើត folder បានហើយយើងអាចទាញuser នីមួយៗចូលមកដើម្បីយើងធ្វើការគ្រប់គ្រង folder នឹងបានអញ្ចឹងណាអញ្ចឹងនៅក្នុង channel នេះគឺនៅក្នុងកម្មវិធីសំទោសនៅក្នុងauto posting នេះគឺយើងអាចធ្វើការ send ចូលទៅក្នុង folder user ដែលយើងបានបញ្ចូលនៅក្នុងនឹងបានដូចគ្នាអញ្ចឹងណាឥឡូវនេះដើម្បីកុំឲ្យខាតពេលយូរឥឡូវខ្ញុំសូមបង្ហាញនៃការផ្ញើចូលទៅ folder អញ្ចឹងអូខេឥឡូវហ្នឹងយើងមាន private chat ប៉ុណ្ណេះហើយ group យើងមានប៉ុណ្ណេះយើងអាចចូលមើលទៅហើយ channel យើងមានប៉ុណ្ណេះអញ្ចឹងឥឡូវហ្នឹងដើម្បីឲ្យផ្ញើបានអ្នកនរគ្នា complete រើសយកឥឡូវអ្នកនរចង់ផ្ញើរបៀបម៉េចចង់ផ្ញើទៅ private គឺផ្ញើទៅ group អញ្ចឹងឥឡូវហ្នឹងឧទាហរណ៍ថាខ្ញុំផ្ញើទៅ account ខ្ញុំមួយណាខ្ញុំផ្ញើជា private chat អញ្ចឹងឥឡូវហ្នឹងខ្ញុំធ្វើការរើសធ្វើការរើស account របស់ខ្ញុំណាដែលខ្ញុំចង់ផ្ញើទៅណាអូខេឥឡូវខ្ញុំផ្ញើទៅ account មួយទៅហើយខ្ញុំនឹងបង្ហាញដល់ថាបាន send ទៅអត់ចឹងណាអូខេឥឡូវខ្ញុំផ្ញើទៅអូខេឥឡូវខ្ញុំផ្ញើទៅឈ្មោះនេះមួយបន្តមកទៀតខ្ញុំសរសេរថា hello ហើយខ្ញុំអាចផ្ញើជារូបភាពណាមួយទៅដើម្បីខ្ញុំធ្វើការបង្ហាញជាឧទាហរណ៍ណាអូខេឥឡូវខ្ញុំផ្ញើជារូបភាពមួយទៅខ្ញុំផ្ញើរូបភាពនេះមួយអញ្ចឹងយើងអាចកំណត់កន្លែងនេះយើងអាចកំណត់ជា schedule ក៏បានដែរតែនេះណាយើងអាចចុចនោះយើងអាចមើលកំណត់ឲ្យផ្ញើទៅម៉ោងប៉ុន្មាននេះបានអញ្ចឹងណា
ចឹងនៅក្នុងនេះខ្ញុំអត់កំណត់ទេខ្ញុំធ្វើការ send ទៅតែម្ដងចឹងដើម្បីកុំឲ្យខាតពេលយូរខ្ញុំធ្វើការ send ទៅតែម្ដងណាគេឥឡូវកន្លែងនេះគឺខ្ញុំយកមួយថ្មងទៅភាសាខ្ញុំ send រូបតែមួយណាចឹងខ្ញុំធ្វើការ send អូខេអញ្ចឹងគឺការ send ហ្នឹងគឺនេះ sending message automatically អញ្ចឹងគឺខ្ញុំបានផ្ញើទៅរួចហើយជោគជ័យហើយអញ្ចឹងខ្ញុំចូលទៅមើល Telegram មើលខ្ញុំបានផ្ញើទៅគាត់ទៅមែនអត់នេះឃើញទេខ្ញុំសរសេរ hello រូបនោះចូលទៅគាត់នេះមិញណាអូខេអញ្ចឹងឥឡូវនេះយើងចូលទៅមុខងារ download ម្ដងអញ្ចឹងមុខងារនៃការ download យើងចូលមកមុខងារ download ឥឡូវនេះយើងទីមួយគឺយើងធ្វើការរើសយកក្រុមណាមួយដែលយើងចង់ download វីដេអូចេញពីក្រុមណាមួយអញ្ចឹងណាឥឡូវខ្ញុំសូមរើសយកក្រុមមួយទៅដើម្បីយើង download យកមកយើងសាកដង download អញ្ចឹងដោយសារខ្ញុំមានវីដេអូខ្ញុំនឹងបង្ហាញវីដេអូមួយអូខេឥឡូវយើងបង្ហាញ download វីដេអូចេញពីនេះមួយមកហើយបន្តមកទៀតយើងអាចធ្វើការ fit វីដេអូនឹងបានអូខេឥឡូវមានវីដេអូនេះមួយអញ្ចឹងខ្ញុំធ្វើការdownload វីដេអូនេះមួយខ្ញុំ download វីដេអូនេះមួយណាអូខេអញ្ចឹង download វីដេអូមួយបន្តមកទៀតខ្ញុំទៅរើសយក file អញ្ចឹងឥឡូវនេះឧទាហរណ៍ថាខ្ញុំដាក់ file នៅកន្លែងណាអញ្ចឹងខ្ញុំលើឧទាហរណ៍ថាខ្ញុំតេស្តខ្ញុំដាក់កន្លែងនេះមួយណាដាក់ថា T ជាទៅខ្ញុំ select អញ្ចឹងលើដាក់ file នេះបន្តទៀតយើង click យកពាក្យយើងអាច download ទាំង profile ក៏បានយើង download ម្ដងមួយក៏បានដែរបើយើងចង់ download ទាំង profile ក៏បានយើងចង់ download តែ select ក៏បានដែរអញ្ចឹងណានេះគឺយើង download ទាំងអស់តម្រុំមក profile ពីមិនថា channel ឬក៏មិនថាពី group ទេណាមិនថា private ឬក៏ public ឬក៏ restrict group ទេអញ្ចឹងឥឡូវនេះខ្ញុំកុំឲ្យប៉ាខាតពេលយូរខ្ញុំធ្វើការ download select វិញអូខេអញ្ចឹងឥឡូវនេះកំពុងដំណើរការអូខេឥឡូវការ download គឺទទួលបានជោគជ័យហើយអញ្ចឹងយើងធ្វើការបើក file folder ដែលយើងបានបង្កើតមិញនេះអញ្ចឹងយើង download បានមួយមិញយើងបើកមកនេះឃើញទេគឺកម្រិតរូបភាពគឺច្បាស់វីដេអូគឺច្បាស់ល្អអូខេអញ្ចឹងតកតងជាមួយនឹងការប្រើប្រាស់ tool Giordano TG member នេះគឺមានតែប៉ុណ្្នឹងឯងបើសិនជាមានចម្ងល់អាចធ្វើការ comment នៅក្នុង channel YouTube ឬក៏សូមជួយ share និង like subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីទៀតជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ